បើចង់ខ្ញុំជិះវីដេអូលឿនអញ្ចឹងគឺយើងកុំភ្លេចចុច Subscribe ច្រើនផងក៏ដូចចុច like និង comment ច្រើនផ្ដល់ជាកម្លាំងចិត្តដល់ខ្ញុំសម្រាប់ការចេញភាពបន្តរឿងរបស់យើងនៅក្នុងភាគនេះលោកគ្រូក៏បានធ្វើការបញ្ចេញថាវរបស់គាត់ដាក់សម្ពាធទៅលើដៃរបស់ស៊ីនជុនហើយលោកគ្រូម្នាក់ហ្នឹងគឺខំប្រឹងខ្លាំងមែនទែនបែកញើសឡើងប៉ុនក្រពតប៉ុន្តែក៏គ្មានឥទ្ធិពលអ្វីទៅលើស៊ីនជុនទាំងអស់ស៊ីនជុនដែលឃើញបែបនេះខ្លាចថាគេដឹងអាកំបាំងរបស់ខ្លួនដូច្នេះហើយក៏សុខចិត្តធ្វើជាចាញ់ហើយក៏ខ្ទាតប៉ាងទៅក្រោយស្រែកប្រាប់លោកគ្រូថាខ្ញុំគឺចាញ់ហើយលោកគ្រូខ្ញុំមិនអាចទប់ទល់ជាមួយនឹងថាវរបស់លោកគ្រូបាននោះទេអំឡុងពេលដែលស៊ីនជុនគឺខ្ទាតទៅក្រោយលោកគ្រូក៏ដឹងក្នុងចិត្តថាស៊ីនជុនគឺធ្វើជាចាញ់ទេសសើដែលនៅខាងក្រោយក៏បានមើលងាយទៅកាន់ថាវរបស់ស៊ីនជុនដែលមានសែនត្រឹមតែ 1% ប្រៀបដូចជាមនុស្សធម្មតាដោយលោកគ្រូម្នាក់នេះក៏បានគិតក្នុងចិត្តថាស៊ីនជុនប្រកាសជាមានអាកំបាំងលាក់បាំងខ្លួនចិត្តជាមិនខានប៉ុន្តែក៏សរសើរស៊ីនជុនផងដែរថាស៊ីនជុនគឺជាមនុស្សដែលមានទេពកោសល្យបន្ទាប់មកក៏ងាកទៅនិយាយជាមួយនឹងសិស្សគ្រប់គ្នាចាប់ពីថ្ងៃនេះទៅការហ្វឹកហាត់របស់ពួកគេគឺស្ថិតទៅលើការដឹកនាំរបស់សាលាហើយតើពួកឯងត្រៀមខ្លួនហើយឬនៅក្នុងចំណោមសិស្សទាំងអស់ក៏មានសិស្សម្នាក់ក៏បាននិយាយថាខ្ញុំក៏បានត្រៀមខ្លួនរួចរាល់ហើយក៏សួរផ្សេងៗទៅកាន់ស៊ីនជុនសួរថាស៊ីនជុននឹងគឺត្រៀមខ្លួនហើយឬនៅដល់ចេញពីតុហើយក៏និយាយថាស៊ីនជុនគឺជាមនុស្សដែលមានអំណួតមានសែនត្រឹមតែ 1% ប៉ុន្តែដូចជាមានអំណួតដល់ហើយអាកូនស៊ីនជុនតាមទៅហើយហ្នឹងខំប្រឹងប្រកាសជាមិនធម្មតានោះទេទ្រាំតែអាចឲ្យវឹកខិនទៅថាពលសែន 1% របស់ឯងហ្នឹងហើយគាត់នឹងក៏បានណែនាំឈ្មោះរបស់ខ្លួនហើយរកគេហ្នឹងគឺមានឈ្មោះថាស៊ូសៀងដែលមានសែនពិសេស 85% បន្ទាប់មកគាត់ហ្នឹងក៏បានចូលទៅចង់កំពុះស៊ីនជុនចូលជាមួយនឹងបកសម្ព័ន្ធក្រុមរបស់ពួកវាហើយក៏ណែនាំបកសម្ព័ន្ធក្រុមរបស់វាដែលមានសែនចាប់ពី 60% ឡើងទៅមនុស្សគ្រប់គ្នាសុទ្ធតែមិនខ្សោយនោះទេប៉ុន្តែក្នុងចិត្តរបស់វាគឺមិនចង់បានស៊ីនជុននោះទេគឺវាចង់បានស៊ីយូដោយសារតែស៊ីយូគឺមានសែនសមត្ថភាព 99% ហើយបើសិនជាវាអូសទាញស៊ីនជុនចូលបាននោះស៊ីយូមិត្តស្រីរបស់ស៊ីនជុនប្រកាសជាចូលដែរហើយប៉ុន្តែស៊ីនជុនគឺមិនព្រមចូលក្រុមជាមួយនឹងវានោះឡើយហើយក៏មិនចាប់ដៃជាមួយនឹងវាថែមទៀតផងដល់អញ្ចឹងក្នុងចិត្តរបស់វាក៏បានមើលងាយស៊ីនជុនថាស៊ីនជុនគឺជាមនុស្សសម្រាមដែលពឹងផ្អែកទៅលើសមត្ថភាពរបស់មនុស្សស្រីក្នុងចិត្តអាកតនឹងខឹងខ្លាំងមែនទែនដើរបកទៅវិញស្រែកដេទៅកាន់ស៊ីនជុនមនុស្សសម្រាមចាប់នៅក្នុងការតេស្តសាឡបងចូលទៅក្នុងសាលាណានយូក៏ដោយសារតែស៊ីយូជួយក៏មិនឯងគ្មានវាសនាក្នុងការដើរចូលក្នុងសាលាណានយូនោះឡើយប៉ុន្តែស៊ីនជុនគឺអត់ខ្វល់នោះទេក៏និយាយឌឺទៅកាន់វាវិញក៏បានធ្វើវាគឺឆេះដុំបរោយអាកតនោះវិញក៏គុំស៊ីនជុនຕົកហើយនឹងសងសឹកស៊ីនជុននៅពេលណាមួយលោកគ្រូនោះវិញចាប់ផ្ដើមប្រកាសប្រាប់ទៅសិស្សគ្រប់គ្នាថាបន្តិចទៀតពួកគេនឹងមានការប្រកួតប្រជែងគ្នាដោយការប្រកួតគឺបែងចែកជាក្រុមហើយត្រូវតែប្រយុទ្ធតតាំងគ្នាដោយប្រើសមត្ថភាពរៀងៗខ្លួនដើម្បីទៅតាមយកនៅកាត់នៅលើដៃរបស់គាត់នឹងបន្ទាប់ពីនិយាយលក្ខខណ្ឌនៃការប្រកួតហើយគាត់ក៏បានប្រកល់កាតឲ្យទៅកាន់ស៊ីនជុនហើយនឹងសិស្សគ្រប់គ្នាចំណែកទីតាំងនៃការប្រកួតវិញគឺប្រកួតគ្នានៅក្នុងព្រៃដែលស្ថិតនៅខាងក្រោយសាលាហើយការប្រកួតក៏ត្រូវបានចាប់ផ្ដើមក្លេកជាមួយក្រុមរបស់ស៊ីនជុនគឺមានគ្នាចំនួន4នាក់ខណៈពេលហ្នឹងអាកតវ៉ាខៀវនោះវាក៏ចង់ចាក់ចេញពីក្រុមរបស់ស៊ីនជុនដោយលើកហេតុផលថាស៊ីនជុនគឺជាមនុស្សម្នាក់ដែលមានសមត្ថភាពត្រឹមតែសែន 1% តែប៉ុណ្ណោះដូច្នេះហើយខ្លាចថាក្រុមរបស់ខ្លួនគឺត្រូវចាញ់គេអញ្ចឹងហើយវាក៏ចង់ទៅរកក្រុមណាដែលខ្លាំងជាងក្រុមរបស់ស៊ីនជុនអញ្ចឹងទៅដែលមានសែនភាគរយខ្ពស់ជាងហ្នឹងអាកតមួយដែលស្មោះត្រង់ជាមួយស៊ីនជុនឬបែបនេះហើយវាក៏ខឹងខ្លាំងមែនទែនដោយសារតែអាក្វាខៀវនឹងគឺមិនស្មោះត្រង់ជាមួយនឹងក្រុមស៊ីយូឃើញពួកគេឆ្លោះគ្នាបែបនេះក៏បានហាមឃាត់ពួកគេហើយក៏បានប្រាប់អាក្វាខៀវនោះទៅណាក៏ទៅក្លេកមកខាងនេះវិញយើងក៏បានឃើញពួកអភិបាលនេះក៏វិភាសាគ្នារៀបចំគម្រោងក្នុងការវិវហាកាន់ស៊ីនជុនដើម្បីតាមយកនៅការលើដៃរបស់ស៊ីនជុនដោយពួកអភិបាលហ្នឹងគឺមើលងាយស៊ីនជុនខ្លាំងមែនទែនឃើញថាស៊ីនជុនគឺមានភាគរយសែនត្រឹមតែ 1% បែបនេះទៅវាក៏គិតថាការវាយប្រហារទៅកាន់ស៊ីនជុនទៅតាមយកនៅកាតមួយហ្នឹងគឺវាងាយស្រួលខ្លាំងណាស់ក្លេកមកខាងនេះវិញយើងក៏ឃើញនារីម្នាក់ដែលកំពុងទៅរត់គេចពីការវាយប្រហាររបស់នរណាម្នាក់ដោយរត់ហត់ខ្លាំងពេកក៏សារ៉ានៅខាងក្រោយដើមឈើសិនហើយក៏គិតថាអាម្នាក់នោះប្រកាសជាតាមមិនតនោះទេប៉ុន្តែគ្មានទេអាគាត់នឹងក៏បានតាមនាងតន់ហើយក៏បាននិយាយទៅកាន់នាងចង់រត់តាណាសើសាច់និយាយបែបនេះហើយវាក៏បានប្រើនៅថាពលទឹករបស់វារំពាត់ទៅកាន់រាងកាយរបស់នាងទាំងមូលព្រោះនាងគឺមិនអាចតដៃជាមួយនឹងអាគាត់នឹងបាននោះទេហើយការប្រយុទ្ធលឹកហ្នឹងអាគាត់នឹងក៏បានឈ្នះនាងក៏ដូចជាបានទៅតាមយកនៅការចេញពីនាងបានមិនត្រឹមតែប៉ុណ្្នឹងនោះទេអាគាត់នឹងក៏បានប្រើថាពលទឹករបស់ខ្លួនទៅវាយប្រហារអ្នកផ្សេងៗដទៃទៀតហើយយើងក៏ឃើញថាគ្មានពីណាគេត្រូវជាដៃគូវានោះឡើយខណៈពេលជាមួយគ្នាអាប៉ែហ្វុងស៊ីក៏បានដើរចូលមកអាម្នាក់ហ្នឹងគឺត្រូវជាក្មួយរបស់នាយកសាលាហ្នឹងឯងដោយគ្រាន់តែចូលមកដល់ភ្លាមវាក៏បានស្រែកមើលងាយទៅកាន់អាម្នាក់ហ្នឹងដែលថាអាម្នាក់ហ្នឹងគឺអាចយកឈ្នះបានត្រឹមតែអ្នកដែលមានសមត្ថភាពខ្សោយៗតែប៉ុណ្ណោះបើសិនជាប៉ះរកគេវិញឲ្យឲ្យស្បៃហ្មងបន្ទាប់ពីលើបែបនេះហើយអាគាត់នេះក៏បាននិយាយឌឺដងទៅវិញបណ្ដាលក្នុងពេលហ្នឹងអាគាត់នោះក៏ខឹងចាប់ដើមប្រើជាមួយថាពលភ្លើងរបស់វាប្រហារទៅកាន់អាប៉ែថាពលទឹកហ្នឹងតែម្ដងឃើញបែបនេះក៏បញ្ចេញនៅថាពលទឹករបស់ខ្លួនវាបកទៅវិញប៉ុន្តែថាពលទឹកហ្នឹងគឺគ្មានគីឡូអីជាមួយថាពលភ្លើងនោះទេនៅពេលដែលប៉ះជាមួយថាពលភ្លើងនោះទៅក៏ត្រូវលេខសូលបាត់បន្ទាប់ពីឃើញបែបនេះហើយបើកភ្នែកឡើងកំប៉ុនប៉ុណ្ណាណីនឹកស្មានមិនដល់នោះឡើយថាពលទឹករបស់ខ្លួនបែរជាចាញ់ថាពលភ្លើងទៅវិញក៏លេចក៏មើលកន្លែងស៊ីនជុនវិញនៅក្នុងគណៈពេលនេះក៏មានអាកតនោះម្នាក់បានហៅស៊ីនជុនថាជាអាសម្រាមបន្ទាប់មកក៏ហក់ទៅវាប្រហារទៅកាន់ស៊ីនជុនដាក់ទៅមួយដៃស៊ីនជុនក៏បានទប់ជាប់ត្រូវស៊ីនជុនចាប់បែបនេះធ្វើវាគឺឈឺខ្លាំងមែនទែនក្នុងចិត្តក៏សួរខ្លួនឯងថាស្អីគេអាហ្នឹងមិនមែនកម្លាំងដៃរបស់មនុស្សដែលមានសែនត្រឹមតែ 1% ក៏លេចមកមើលអាគ្រូម្នាក់នេះវិញនៅក្នុងចិត្តរបស់អាកតហ្នឹងដូចជាកំពុងតែមានកម្រងអ្វីមិនដឹងនោះទេគ្រាន់តែថាសាច់រឿងអត់បានប្រាប់ក៏លេចក៏មើលកន្លែងស៊ីនជុនវិញអាកតម្នាក់នោះដែលជាប់នៅក្នុងដៃរបស់ស៊ីនជុនវាក៏បានស្រែកហៅគ្នាបើវាផ្សេងទៀតដើម្បីមកជួយគ្នារបស់ពួកអាកតហ្នឹងចូលមកគឺអត់បានការនោះទេចូលមកគឺត្រូវបានស៊ីនជុនចាប់ទាំងអស់ចំណែកស៊ីយូជាអ្នកប្រើថាពលរន្ទះឆក់ទៅកាន់ពួកអាកតហ្នឹងធ្វើឲ្យពួកវាគឺមិនអាចកម្រើកបាននោះទេហើយស៊ីនជុនរបស់យើងគឺមិនទទួលរងនឹងថាពលឆក់របស់នេះនោះទេដោយសារតែស៊ីនជុនគឺមានថាពលអំណាចស្ដេចបិសាចនៅក្នុងខ្លួនស៊ីនជុនក៏សួរស៊ីយូសួរថាពេលណាទៅដោះលែងពួកគេស៊ីយូនេះក៏បានតបទៅវិញថាគឺមិនតដល់ពេលដោះលែងនោះទេដោយសារតែនៅសល់គ្នារបស់វាផ្សេងទៀតប៉ុន្តែដោយសារតែចាំយូរពេកអត់ឃើញគ្នារបស់ពួកអាកតហ្នឹងមកជួយអញ្ចឹងនាងក៏បានប្រើថាពលរន្ទះរបស់នាងទៅតាមរយៈខ្យល់ដើម្បីតាមដានមើលថាពួកគេនឹងនៅណាហើយក៏បានឃើញពួកគេគឺកំពុងតែវាយប្រហារគ្នាដោយប្រើថាពលទឹកនិងប្រើថាពលភ្លើងដោយឃើញគ្នារបស់ពួកអាកតហ្នឹងផ្សេងទៀតកំពុងតែប្រយុទ្ធគ្នានៅកណ្ដាលព្រៃឆ្ងាយខ្លាំងពេកស៊ីយូនិងស៊ីនជុនក៏សម្រេចចិត្តដោះលែងវាប៉ុន្តែក៏បានទៅតាមយកនៅការចូលរួមប្រកួតចេញពីពួកអាកតទាំងអស់ហើយស៊ីនជុនក៏បាននិយាយប្រាប់ទៅកាន់ស៊ីយូថារូកេនឹងទៅតាមយកនៅការទាំងអស់ហ្នឹងចេញពីអ្នកដែលចូលរួមក្នុងការប្រកួតនេះតទៅអស់លេខទៅមើលប៉ែស៊ូសៀវនោះវិញដែលកំពុងតែប្រយុទ្ធគ្នាជាមួយនឹងអាប៉ែហ្វុងស៊ីនៅពេលនេះថាពលទឹករបស់អាកតហ្នឹងគឺមិនអាចទប់ទល់ជាមួយថាពលភ្លើងបាននោះទេហើយក៏លុតជង្គង់ចោះខ្ទប់ទៅនឹងដីចំណែកក្នុងចិត្តរបស់អាប៉ែស៊ូសៀវហ្នឹងគឺពិតជាខឹងខ្លាំងមែនទែនហើយសម្ដីក៏នៅតែថ្លោះទៀតដល់អញ្ចឹងអាប៉ែហ្វុងស៊ីក៏បានមាត់មួយកដាប់ដៃភ្លើងទៅបន្ថែមទៀតមាត់សាប់យោហើយបន្ទាប់មកក៏ចាប់ប្រើនៅអំណាចដៃភ្លើង
យើងចាប់ទីអាកតនឹងហោះឡើងទៅលើចាំមើលថាអីនឹងអាចទ្រាំជាមួយថាពលភ្លើងរបស់យើងបានប្រមាណនាទីក្នុងចិត្តរបស់កតនឹងវិញគឺខឹងចិត្តខ្លាំងមែនទែនដែលមិនអាចតទល់ទប់ទល់ជាមួយនឹងអបិហ្វុងស៊ីបានបន្ទាប់ពីនោះអបិហ្វុងស៊ីក៏បានប្រឡែងអបិស៊ូសៀវជិញពីដៃទម្លាក់ចោះទៅនឹងដីហើយក៏ចាប់ដើមនិយាយអូសទាញអបិស៊ូសៀវឲ្យចូលបាក់សម្ព័ន្ធជាមួយនឹងរូកេចូលជាមួយនឹងបាក់សម្ព័ន្ធរបស់ពួកយើងនោះឯងប្រកាសជាទទួលបាននូវគុណសម្បត្តិជាច្រើនព្រោះថាគ្រួសារតកូហ្វុងរបស់យើងគឺពេញចិត្តនឹងចូលចិត្តមនុស្សដែលមានសមត្ថភាពដូចជាឯងណាហើយក៏លោកដៃចូលទៅចាប់ដៃជាមួយនឹងអបិស៊ូសៀវក៏បានចូលព្រមនៅក្នុងការចូលរួមជាមួយនឹងបាក់សម្ព័ន្ធជាមួយនឹងអាកតនឹងផងដែរប៉ុន្តែបន្តនឹងបានចាប់ដៃជាមួយនឹងគ្នាផងស៊ីយូនាងក៏បានឃើញតន់ក៏ដូចជាបានប្រើជាមួយថាពលរន្ទះរបស់នាងបាញ់ពីចម្ងាយទៅតែម្ដងអំណាចនៃថាពលរន្ទះរបស់នាងគឺសាហាវខ្លាំងមែនទែនក៏បណ្ដាលឲ្យអបិស៊ូសៀវបានឆក់បាកាច់ដេកនៅនឹងកន្លែងតែម្ដងចំណែកអបិហ្វុងស៊ីឃើញបែបនេះគឺភ្ញាក់ផ្អើលខ្លាំងមែនទែនជាមួយថាពលរន្ទះដ៏សាហាវបែបនេះក្រុមរបស់ស៊ីនយុនក៏បានដើរចូលទៅដើម្បីកម្ចាត់ទៅកាន់អបិហ្វុងស៊ីម្នាក់ទៀតព្រោះថាការប្រកួតនឹងគឺបានកម្ចាត់អស់ហើយនៅសល់តែអបិហ្វុងស៊ីមួយទេកំឡុងពេលដែលដើរសម្ដៅទៅរកអបិហ្វុងស៊ីនឹងស៊ីនយុនក៏បានប្រាប់ពួកគេទាំងពីរថាឲ្យដើរប្រមូលការទាំងអស់ហ្នឹងមកចំណែកអបិហ្វុងស៊ីតើឲ្យរូកេជាអ្នកដោះស្រាយពេលដែលដើរទៅដល់ស៊ីយូនេះក៏បានស្រ័យ5ទៅកាន់អាកតនឹងថារូកេក៏បានគិតម្ដងទៀតហើយគឺនៅតែមិនចង់ចូលរួមក្រុមជាមួយនឹងអបិនឹងទៅដែរអបិហ្វុងស៊ីក៏បានឆ្លើយតបទៅកាន់ស៊ីយូវិញថាមិនអីទេទោះបីជាមិនចូលក៏មិនអីដែរខ្ញុំគោរពទៅតាមការសម្រេចចិត្តរបស់នាងប៉ុន្តែនាងគឺគួរតែសម្រេចចិត្តសាជាថ្មីម្ដងទៀតហើយរូកេក៏បានប្រើជាមួយថាពលបាត់ដៃលើរបស់ខ្លួនមាត់សម្ដៅទៅកាន់ស៊ីយូតែម្ដងប៉ុន្តែស៊ីនយុនក៏ស្ម័គ្រចិត្តចូលទៅការពារនាងនៅពេលដែលកំតាប់ដៃភ្លើងនឹងមកដល់ស៊ីនយុនក៏បានបញ្ឆោតវាដោយប្រើជាមួយល្បឿនដ៏លឿនរបស់ខ្លួនកិច្ចពីថាពលភ្លើងនឹងយ៉ាងលឿនហើយក៏ស្ទុះទៅដល់ចំពោះមុខអបិហ្វុងស៊ីតែម្ដងហើយនិយាយឌឺវាទៀតសួរថាឯងមានតែប៉ុណ្្នឹងទេមែនឬហើយខឹងមែនតើអបិហ្វុងស៊ីក៏បានប្រើជាមួយថាពលភ្លើងរបស់ខ្លួនបញ្ចេញនៅកណ្ដាប់ដៃទាំងពីរសងខាងមកហើយក៏ចាប់កដោបស៊ីនយុនចូលទៅក្នុងដៃអបិស៊ូសៀវដែលកំពុងទៅដេកនៅខាងក្រោយក៏បានដាស់តឿនទៅកាន់អបិហ្វុងស៊ីថាឯងគឺប្រើថាពលរបស់ឯងលើលុបពេកហើយថាពលរបស់ឯងគឺអាចសម្លាប់ពួកគេបានណាប៉ុន្តែគ្មានទេស៊ីនយុនក៏បានវាយបំបាច់ដៃភ្លើងនឹងចេញមកពេលបែបនេះអបិស៊ូសៀវដែលកំពុងទៅដេកខាងក្រោយភ្ញាក់ផ្អើលមែនតើស្អីគេនេះមែនគឺជាមនុស្សដែលមានអំណាចថាពលសែនត្រឹមតែ 1% ក្នុងការប្រកួតអន្តរវិញអបិហ្វុងស៊ីក៏បាននិយាយថាគួរចាប់អារម្មណ៍បន្ទាប់មកអាកតនឹងក៏បានប្រើជាមួយថាពលភ្លើងរបស់ខ្លួនបង្កើតបានជាដៃជាច្រើនបានរុំព័ទ្ធទៅកាន់ស៊ីនយុនប៉ុន្តែក៏នៅតែមិនអាចធ្វើអ្វីទៅលើស៊ីនយុនបានដែរស៊ីនយុនបានកាន់ជាមួយនឹងដៃតូចមួយហើយស៊ីនយុនបានបំលែងវានៅក្នុងថ្នាក់នោះឯងទូកាប់នៅដៃភ្លើងទាំងអស់ហ្នឹងបានយ៉ាងតិចតិចអស់លីងហើយក៏បានចុះមកដល់ខាងក្រោមអបិហ្វុងស៊ីឃើញហើយភ្ញាក់ផ្អើលខ្លាំងមែនទែនបើកភ្នែកឡើងក៏ប៉ុណ្ណាណីស៊ីនយុនមានសែនត្រឹមតែ 1% ប៉ុន្តែបែរទៅជាអាចបំផ្លាញនៅថាពលបាត់ដៃភ្លើងរបស់អាកតនឹងបានយ៉ាងងាយទៅវិញពិតជាមិនគួរឲ្យជឿនោះទេបន្ទាប់មកអាកតនឹងក៏ចាប់ដើមគិតចង់ប្រើជាមួយនឹងថាពលរបស់ខ្លួនទាំងអស់វាប្រហារទៅកាន់ស៊ីនយុនដើម្បីឲ្យស៊ីនយុនទទួលរងនឹងថាពលដ៏ខ្លាំងបែបនោះហើយនឹងធ្វើឲ្យស៊ីនយុនប្រែក្លាយទៅជាមនុស្សឈួតប៉ុន្តែអបិហ្វុងស៊ីគឺមិនអាចប្រើថាពលបន្តទៀតបាននោះឡើយដោយសារតែអបិនឹងគឺបានប្រើថាពលអស់ចេញពីរាងកាយបាត់ទៅហើយបន្ទាប់មកក៏ចាប់ដើមគិតអំពីសមត្ថភាពរបស់ស៊ីនយុនដែលនៅស្មើមិនដល់នោះឡើយមនុស្សដែលមានសែនត្រឹមតែ 1% បែបនេះបែរជាអាចប្រយុទ្ធឈ្នះខ្ញុំដែលមានសែន 90% ទៅវិញហើយបើតាមសមត្ថភាពរបស់ខ្ញុំបច្ចុប្បន្នគឺស្មើនឹងអ្នកប្រយុទ្ធលំដាប់ផ្កាយ3ទៅហើយប៉ុន្តែបែរជាប្រយុទ្ធចាញ់ស៊ីនយុនទៅវិញអញ្ចឹងក៏មានន័យថាស៊ីនយុនគឺមានសែនត្រឹមតែ 1% ប៉ុន្តែសមត្ថភាពគឺស្មើជាមួយនឹងអ្នកប្រយុទ្ធលំដាប់ផ្កាយ4ទៅហើយបន្ទាប់ពីនិយាយបែបនេះហើយក៏เลยទៅមើលស៊ីនយុនទៅវិញស៊ីនយុនក៏ធ្វើពុតជាចាញ់ដើម្បីកុំឲ្យគេសង្ស័យតែស៊ីនយុនគឺមិនដឹងនោះឡើយថាអបិហ្វុងស៊ីបានបញ្ចេញថាពលរបស់ខ្លួនអស់ចេញពីរាងកាយបាត់ទៅហើយមិនអាចប្រយុទ្ធតទៀតបាននោះទេហើយការប្រយុទ្ធរបស់អ្នកទាំងពីរក៏បានចប់ត្រឹមនឹងផងដែរសាររឿងរបស់យើងក៏បានកាត់ទៅពេលបន្តទៀតនៅពេលដែលលោកគ្រូប្រកាសរកអ្នកឈ្នះវិញមើលទៅកាន់សិស្សគ្រប់គ្នាឃើញមុខស៊ុយប៉ែអស់លេងហើយដោយសារតែស៊ីនយុនបានកម្ចាត់ពវានិងទៅតាមការពីវាអស់លេងហើយស៊ីនយុនក៏បានដើរទៅខាងមុខហើយក៏បានបកគលនៅការទាំងអស់ហ្នឹងឲ្យទៅកាន់លោកគ្រូសរុបចំនួនការទាំងអស់ហ្នឹងគឺមានចំនួន76ការដែលស្មើនឹងចំនួនសិស្សទាំងអស់ស្មើនឹងស៊ីនយុនគឺឈ្នះគេគ្រប់គ្នាតែម្ដងឃើញបែបនេះហើយលោកគ្រូក៏ស្ងប់ស្ងាត់នៅសមត្ថភាពរបស់ស៊ីនយុនគេដូចជាសរសើរនៅមិត្តរួមក្រុមរបស់ស៊ីនយុនគ្រប់គ្នាផងដែរបន្ទាប់មកក៏កលេចទៅនិយាយជាមួយនឹងក្មួយប្រុសរបស់នាយកសាលាវិញសួរថាតើក្នុងការប្រកួតប្រជែងហ្នឹងអបិហ្នឹងមានវាឆ្នះពីណាគេមួយអត់ហើយនៅពេលនេះក្នុងខ្លួនគឺមានកាតមានអីអត់ឬហើយអបិហ្នឹងក៏បានស្ទាបរោណកាតរបស់ខ្លួនប៉ុន្តែរកមិនឃើញនោះឡើយទើបស៊ីនយុនក៏បានប្រាប់វាថាក្នុងពេលដែលពួកគេទាំងពីរនាក់កំពុងតែប្រយុទ្ធគ្នាហ្នឹងស៊ីនយុនគឺបានទៅតាមកាតចេញពីដៃរបស់វាបានបាត់ទៅហើយបន្ទាប់មកស៊ីនយុនក៏និយាយឌឺទៅកាន់អាកតហ្នឹងតែម្ដងសួរថាចង់បានកាតហ្នឹងវិញអត់បើចង់បានមកយកមកអបិហ្នឹងក៏និយាយតបទៅវិញថាលេងត្រូវការហើយក្នុងចិត្តរបស់វាវិញគឺខឹងខ្លាំងមែនទែនសច្ចាថានឹងសម្លាប់ស៊ីនយុននៅពេលណាមួយតទៅបានអូខេគ្នាយើងកុំភ្លេចចុច Subscribe ក្នុង Channel ថ្មីរបស់ខ្ញុំផង Channel ចាស់របស់ខ្ញុំគឺបានខូចបាត់ហើយមិនអាចបើក Monitor ជាមួយ YouTube បានទេអញ្ចឹងតែខ្ញុំក៏ធ្វើ YouTube ថ្មីអញ្ចឹងណានឹងឲ្យចុច Subscribe Control ក្នុង Channel ថ្មីផងបាយបាយជួបគ្នានៅវីដេអូក្រោយថ្ងៃស្អែកខ្ញុំនឹងចេញវីដេអូថ្មី